ដោយសារតែពាក្យមួយម៉ាត់ថាចេះហែងចុះរៀងចឹងហែងធ្វើការអីគេកើតធ្វើឲ្យមនុស្សម្នាក់បាក់ទឹកចិត្តលែងហ៊ានទៅរកអីសម័យខ្លួនឯងអត់ហ៊ាននឹងបន្តទៅរកអីដែលខ្លួនឯងគិតថានឹងចង់ធ្វើបន្តវាបាក់ទឹកចិត្តមកសម័យមើលខ្លួនឯងហ្នឹងមកហើយអញស្ឡោះអីបណុយអីឃើញរឿងឡើងកំប្រឹងរឿងប៊ូលូនេះវាជាឥទ្ធិពលខ្លាំងមែនតើទៅដល់ពួកគាត់នៅក្នុងវ័យមួយដែលនៅខ្វាយខ្វល់ពីសន្តិអ្នកជុំវិញខ្លួនច្រើនល្មមកាយហើយឆ្នាំ2026-27ហើយល្មមចោលណាយកសម្បត្តិឬក៏អីហ្នឹងយកទៅប៊ូលូគេទោះបីជារឿងលេងសើចក៏ដោយជម្រាបសួរពុកម៉ែបងប្អូនអរគ្នាដែលនៅក្នុងបណ្ដាញសង្គមអញ្ចឹងថ្ងៃនេះតាមពិតទៅអត់មានបំណងថានឹងមកនិយាយរឿង topic ហ្នឹងទេប៉ុន្តែអង្គុយទៅ scroll Facebook ទៅប៉ះ topic មួយដែលគេនិយាយរឿងរូបសម្រស់ជាក់ស្ដែងទៅខ្ញុំជាមនុស្សម្នាក់ដែលមិនសូវខ្វល់ទេរឿងសម្រស់ព្រោះយើងអត់សម្រស់ស្រាប់ហើយបច្ចុប្បន្នប៉ុន្តែកាលដែលយើងនៅក្មេងយើងអត់ទាន់គិតបានវែងឆ្ងាយយើងពិតជាប៉ះជាមួយនឹងអារម្មណ៍មួយនឹងខ្លាំងមែនទែនប៉ះជាមួយនឹងអារម្មណ៍ហ្នឹងពិបាកទទួលយកធ្វើឲ្យយើងជាមួយនឹងការអភិវឌ្ឍខ្លួនរបស់យើងវាធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់យើងមួយដែរចំពោះតែពាក្យសម្ដីគេប្រហែលម៉ាត់ដែលធ្វើឲ្យយើងរាំងស្ទះមិនហ៊ានទៅមុខដោយសារតែពេលដែលខ្ញុំទទួលបានអារម្មណ៍មួយហ្នឹងខ្ញុំទើបតែចប់ទី12ទើបតែរៀនចប់ប្រកាសសន្តានីយបត្រនៅក្នុងមជ្ឈមណ្ឌលនៅវិទ្យាស្ថានរបស់ខាងធនាគារជាតិណាអញ្ចឹងវាស្មើជាមួយនឹងបញ្ញាបត្ររងប៉ុន្តែនៅសាលាហ្នឹងតោះតែយើងរៀនចប់ប្រឡងជាប់ទី12បានយើងអាចចូលទៅរៀននៅហ្នឹងបានទាញចូលប្រធានបទរបស់យើងគឺរឿងរូបសម្រស់ឬក៏លក្ខណៈសម្បត្តិរបស់យើងឬក៏រូបរាងរបស់យើងហ្នឹងឯងខ្ញុំជាមនុស្សម្នាក់ដែលស្គាល់ខ្ញុំគឺពាក្យច្រើនគឺស្គាល់ហើយគឺខ្ញុំអត់សូវជាមានសាច់ឈាមអីទេគឺថាស្គមពីទូចមកហើយគេសម្រាប់គេទូទៅតែងតែយកអារម្មណ៍មួយថារូបរាងយើងតូចហើយស្គមអញ្ចឹងទៅធ្វើអីកើតទេយ៉ាពាក្យហ្នឹងខ្ញុំទទួលបានតាំងពីខ្ញុំនៅបឋមហើយវារហូតដល់ខ្ញុំរៀនចប់វិទ្យាល័យរហូតដល់ខ្ញុំរៀនចប់ទី12ចូលរៀននៅសាកលក៏នៅតែទទួលបានពាក្យហ្នឹងដែរតោះរៀនចប់ហើយក៏នៅទទួលបានពាក្យហ្នឹងដែររហូតដល់សប្តាហ៍ថ្ងៃហ្នឹងក៏នៅតែមានទទួលបានពាក្យហ្នឹងខ្លះៗដែរប៉ុន្តែគាត់ថាសប្តាហ៍ថ្ងៃយើងមកដល់អាយុវ័យនេះហើយយើងលែងខ្វល់រឿងពាក្យសម្ដីហ្នឹងទាំងអស់ទៀតហើយយើងដឹងថាយើងនៅកន្លែងណាហើយយើងត្រូវទៅមិនបន្តអីយើងដឹងយើងចាស់ទុំជាងមុនយើងដឹងប៉ុន្តែសម្រាប់នៅវ័យដែលយើងនៅក្មេងពាក្យសម្ដីទាំងអស់ហ្នឹងពិតជាប៉ះពាល់ដល់អារម្មណ៍របស់យើងមែនទែនជាក់ស្ដែងខ្ញុំរៀនធនាគារ2ឆ្នាំហ្នឹងគឺខ្ញុំអត់បានបន្តមកធ្វើការនៅផ្នែកជំនាញធនាគារហ្នឹងទេគឺខ្ញុំអត់ចូលសោះតែម្ដងគឺដោយសារតែពាក្យមួយថាស្គមក៏ប្រឹងអញ្ចឹងទៅធ្វើការងារអីគេកើតពាក្យហ្នឹងបើសិនជាខ្ញុំឮពីអ្នកដតីខ្ញុំពិតជាអត់សូវបាក់ទឹកចិត្តមែនទេប៉ុន្តែវាឮចេញពីមនុស្សដែលនៅចិត្តខ្លួនខ្ញុំមែនតើបើសិនជាគាត់បានស្ដាប់ឮពាក្យហ្នឹងហើយប្រហែលជាគាត់អាចនឹងកែប្រែនៅសម្ដីទាំងអស់ហ្នឹងវាអត់អាចជួយជំរុញមនុស្សម្នាក់ឲ្យទៅមុខបានទេគឺមានតែបង្អាក់ក្នុងវ័យហ្នឹងខ្ញុំដឹងថាគាត់និយាយលេងប៉ុន្តែក្នុងវ័យដែលពួកខ្ញុំឬក៏វ័យខ្ញុំដែលនៅក្នុងកន្លងពេលដែលខ្ញុំនៅក្មេងពាក្យសម្ដីមួយម៉ាត់ហ្នឹងវាពិតជាប៉ះពាល់ហើយនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍខ្លួនរបស់ខ្ញុំខ្លាំងមែនទែនរហូតដល់ធ្វើឲ្យមនុស្សម្នាក់អត់ហ៊ានបោះជំហានទៅមុខដោយសារតែពាក្យសម្ដីមួយម៉ាត់ហ្នឹងយើងគិតថាយើងនិយាយចេញពីមាត់យើងទៅហើយស្រាលប៉ុន្តែពាក្យថាហើយស្គមក៏ប្រឹងអញ្ចឹងហើយទៅធ្វើការងារគេកើតទៅធ្វើអីកើតបាយវាពិតជាប៉ះពាល់មែនទែនធ្វើឲ្យមនុស្សម្នាក់បាក់ទឹកចិត្តលែងហ៊ានធ្វើអីទៅមុខទៀតលែងហ៊ាននឹងទៅរកអីសម័យខ្លួនឯងអត់ហ៊ាននឹងបន្តទៅរកអីដែលខ្លួនឯងគិតថានឹងចង់ធ្វើបន្តវាបាក់ទឹកចិត្តហ្មងអញ្ចឹងអាការប៊ូលូយើងនិយាយថាប៊ូលូពាក្យសម្ដីយើងលេងសើចហែងចេះហែងចុះបើសិនជាក្នុងវ័យដែលគាត់ចេះគិតគាត់អត់ទៅខ្វល់រឿងសម្ដីទាំងអស់ហ្នឹងទេប៉ុន្តែបើសិនជានៅក្នុងវ័យមួយដែលគាត់នៅក្មេងគាត់អត់ទៅដឹងថាខ្ញុំមានគោលដៅរបស់ខ្ញុំបោះជាហ៊ានខ្ញុំអត់ខ្វល់ពីសម្ដីគេវាអត់អញ្ចឹងទេអញ្ចឹងរឿងប៊ូលូនេះវាជាឥទ្ធិពលខ្លាំងមែនទែនទៅដល់វ័យមួយដែលគាត់
ពួកគាត់នៅក្នុងវ័យមួយដែលគាត់នៅខ្វាយខ្វល់ពីសម្ដីអ្នកជុំវិញខ្លួនច្រើនជាពិសេសវ័យ16ឆ្នាំរហូតដល់25 26ឆ្នាំអីហ្នឹងគឺស្ថិតនៅក្នុងកំឡុងវ័យហ្នឹងគឺជះឥទ្ធិពលខ្លាំងមែនទែនចំពោះសម្ដីដែលគេនិយាយថាអូហែងអត់ស្អាតរៀងអញ្ចឹងហែងតែធ្វើស្អីគេកើតវាជះឥទ្ធិពលដល់ពួកគាត់មែនទែនអញ្ចឹងខ្ញុំដាំផ្ញើទៅអ្នកដែល Bulu ល្មមកែហើយឆ្នាំ2026 27ហើយល្មមចោលណាយកអារូបសម្បត្តិឬក៏អីហ្នឹងយកទៅ Bulu គេទោះបីជារឿងលេងសើចក៏ដោយប៉ុន្តែវាពិតជាជះឥទ្ធិពលដល់កន្លងវ័យដែលគាត់ឬក៏កាលដែលខ្ញុំនៅក្មេងហ្នឹងមែនទែនវាធ្វើឲ្យខ្ញុំរយៈពេលខ្ញុំរៀនចប់ធនាគារ2ឆ្នាំខ្ញុំអត់ហ៊ានទៅតធនាគារធ្វើការធនាគារអីផ្សេងទៀតទេដោយសារខ្ញុំអត់មាន confidence គ្រប់គ្រាន់អត់មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការយកខ្លួនឯងយកទៅធ្វើការងារអីគេដោយសារតែពាក្យមួយម៉ាត់ថារៀងអញ្ចឹងហែងធ្វើការអីគេកើតអាហ្នឹងអាចថាខ្លួនឯងលេលើដែរទៅយកសម្ដីគេមួយម៉ាត់ក៏គេនិយាយប៉ុណ្ណឹងធ្វើឲ្យខ្លួនឯងអត់ហ៊ានទៅមែនតើអត់ហ៊ានមែនតើហើយខ្ញុំសុខចិត្តទៅធ្វើការងារជាងទឹកជាងភ្លើងមួយពូខ្ញុំលូនចូលក្នុងលូពុះទយោអាទយោហូរទឹកតាមបរិយទយោទឹកស្អាតហ្នឹងតែយើងរត់តាមលូផងអីផងឡើងបកគោលភ្លើងសុខចិត្តធ្វើប៉ុន្តែអត់ទៅធ្វើការងារធនាគារទេដោយសារតែពាក្យសម្ដីយើងឃើញថាធនាគារគេធ្វើការងារខ្វង់បនុយខ្វង់យើងឃើញសម័យមើលខ្លួនឯងហ្នឹងងាប់ហើយអញស្លៀកសឡោះឃើញរៀងឡើងកំប្រឹងហ៊ានទៅហ្មងបាក់ហ្មងខ្ញុំបាក់មែនទែនប៉ុន្តែមកដល់វ័យហ្នឹងមកដល់ពេលឥឡូវសម្លឹងមើលខាងក្រោយខ្ញុំពិតជា move on បានហើយជំនះបានដោយខ្ញុំអត់ខ្វល់ថាថ្ងៃនេះលែងខ្វល់ថាគេមើលមកខ្ញុំមិនហីខ្ញុំខ្វល់វិញថាខ្ញុំចង់ឲ្យខ្ញុំទៅជាអីអញ្ចឹងតាក់ទងមួយការស្លៀកពាក់អីក៏ខ្ញុំអត់សូវជាខ្វល់អីហ្មងខ្លួនឯងចូលចិត្តធ្វើអីធ្វើហ្នឹងទៅយើងគិតថាខ្លួនឯងចូលចិត្តបែបសាមញ្ញយើងសាមញ្ញទៅយើងធ្វើជាអីជាខ្លួនឯងទៅមិនបាច់ថាអូតតែស្អាតតតែស្លៀកពាក់អញ្ចេះបានទៅជាយើងអត់ទេចង់ស្លៀកខោខ្លីដើរក៏ដើរទៅកុំឲ្យតែប៉ះពាល់គេឲ្យតែយើងស្រឡាញ់ខ្លួនឯងជាខ្លួនឯងទៅបានហើយពេលខ្លះយើងយកអារម្មណ៍គេយកមកដាក់ក្នុងខ្លួនច្រើនពេកវាធ្វើឲ្យខ្លួនឯងហ្នឹងអត់មានក្តីសុខទេមួយនាទីក៏អត់មានក្តីសុខដែរត្រូវរស់គិតថាយើងធ្វើទាំងពេញចិត្តគេឬអត់មកដល់ពេលនេះខ្ញុំរស់នៅក្នុងគោលការណ៍មួយគឺអត់បំពេញគេបំពេញចិត្តខ្លួនឯងមកធ្វើអីមកពេញចិត្តខ្លួនឯងសាមញ្ញខ្លួនឯងអូខេបានស្ងប់សុខខ្លួនឯងហើយអត់បំពេញទៅប៉ះពាល់គេនៅតែប៉ុណ្្នឹងគឺវាអូខេសម្រាប់ជីវិតសាមញ្ញខ្លួនឯងឲ្យធ្វើអីសាមញ្ញមិនបាច់ទៅខ្វល់រឿងសម្ដីគេច្រើនពេកវាធ្វើឲ្យខ្លួនឯងបាត់ភាពជាខ្លួនឯងជាចុងក្រោយតាមផ្ញើទៅបងប្អូនដែលចូលចិត្តយករូបសម្បត្តិខាងក្រៅឬក៏យករូបរាងខាងក្រៅយកមកធ្វើជា topic ក្នុងការនិយាយលេងនិយាយថាអូមុខអញ្ចឹងអញទៅធ្វើការងារណាគេយកឬក៏រៀងអញ្ចឹងអញទៅធ្វើការងារអីគេកើតវាមិនមែនជារឿងល្អដែលយើងត្រូវយកមកធ្វើជា topic ក្នុងការនិយាយទេវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យុវវ័យឬក៏កំឡុងវ័យមួយដែលងាយរងគ្រោះនឹងការបាក់ទឹកចិត្តអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅថាកុំយកអាទាំងអស់ហ្នឹងយកមកធ្វើជា topic ព្រោះវាមិនមែនជារឿងដែលយើងត្រូវយកវាយកមកធ្វើជា topic ទេវាអត់ល្អសើចទេហើយវាមិនមែនជារឿងតូចតាចដែលយើងត្រូវយកមកសើចលេងទេវាធ្វើឲ្យមនុស្សម្នាក់បាត់នៅទំនុកចិត្តបាក់ទឹកចិត្តមែនទែនអញ្ចឹងក៏ផ្ដាំទៅយុវវ័យយើងដែរកុំសូវយកសម្ដីអ្នកដទៃយកមកធ្វើជារនាំងសម្រាប់ខ្លួនឯងអភិវឌ្ឍទៅមុខអញ្ចឹងពង្រឹងសមត្ថភាពបោះគោលដៅខ្លួនឯងហើយកុំរាយចេញពីគោលដៅត្រូវតែទៅមុខហ្មងទោះបីជាមួយឆ្នាំពីរឆ្នាំយឺតជាងគេក៏ដោយក៏ត្រូវតែទៅឲ្យដល់គោលដៅយើងដែលយើងចង់បានហើយកុំបោះបង់គោលដៅខ្លួនឯងឈោងឲ្យជាប់បោះបកគោលឲ្យជាប់ថាគោលដៅខ្លួនឯងនៅតែឡើយណាមកជំហានទៅមកជំហានគឺត្រូវតែទៅគោលដៅខ្លួនឯងទោះបីជាយើងរៀងយឺតជាងគេបន្តិចប៉ុន្តែយើងបានទៅដល់គោលដៅរបស់យើងអញ្ចឹងជាសារចុងក្រោយកុំងាយបាក់ទឹកចិត្តពេកត្រូវតែឲ្យកម្លាំងចិត្តខ្លួនឯងរកអីជា motivation ខ្លួនឯងលើកទឹកចិត្តខ្លួនឯងផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងឲ្យច្រើនដើម្បីឲ្យយើងទៅរកគោលដៅរបស់យើងសង្ឃឹមថាវីដេអូនេះជាសារដាស់តឿនដល់បងប្អូនដែលចូលចិត្ត Bulu គេហើយក៏ជាសារដាស់តឿនដល់បងប្អូនយុវវ័យក្រោយដែលអាសាបាក់ទឹកចិត្តលើសម្ដីគេនឹង move on បាច់ទៅខ្វល់រឿងសម្ដីគេទេព្រោះវាអត់ចម្រើនអីដល់យើងទេខាងក្រោយមានតែយើងជាខ្លួនឯងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ